ចោលស្រែកឲ្យគេជួយចាប់ចោលកម្ពុជាបកអាក្រាតយោធាថៃដែលប្លន់អាវុធពីប៉ុស្តិ៍នគរបាលរួចភូតកុហកពិភពលោកថាជារឿងរឹបអូសអាវុធខុសច្បាប់ស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបានឈានដល់ដំណាក់កាលសង្គ្រាមព័ត៌មានយ៉ាងក្តៅគគុកបន្ទាប់ពីយោធាថៃបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនចែកចាយនៅរូបភាពភូតកុហកបំភាន់ការពិតថាខ្លួនឯងបានរឹបអូសឃ្លាំងអាវុធខុសច្បាប់របស់កម្ពុជាប៉ុន្តែផុសតាងជាក់ស្ដែងត្រូវបានរដ្ឋាភិបាលកម្ពុជាដេញជើងរហូតទល់ច្រកបង្ហាញឲ្យឃើញនៅទង្វើឆក់ប្លន់ទាំងកណ្ដាលថ្ងៃត្រង់របស់កងទ័ពជើងទឹកថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាក្រោយពីសង្គ្រាមប្រដាប់អាវុធបានផ្អាកឥឡូវនេះសង្គ្រាមព័ត៌មានបានចាប់ផ្ដើមយ៉ាងក្តៅគគុកឡើងវិញហើយកាលពីថ្ងៃទី6ខែមករាឆ្នាំ2026អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជាបានចេញសេចក្តីប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះព័ត៌មានដែលផ្សាយថាទាហានជើងទឹកថៃរឹបអូសបាននៅឃ្លាំងអាវុធនៅក្នុងអគារកាស៊ីណូរបស់កម្ពុជានៅថ្មដាក្រសួងមហាផ្ទៃបានបំភ្លឺថារូបភាពដែលផ្សាយនោះមិនមែនជាអគារកាស៊ីណូដូចជាការចោទប្រកាន់ឡើយប៉ុន្តែវាគឺជាប៉ុស្តិ៍នគរបាលការពារព្រំដែននៅច្រក56ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ដែលជាទឹកដីកម្ពុជាទាំងស្រុងតែម្ដងក្រសួងបានសង្កត់ធ្ងន់ថាការដែលទាហានថៃចូលមកយកអាវុធនៅប៉ុស្តិ៍នគរបាលរបស់កម្ពុជានោះវាគឺជាទង្វើឆក់ប្លន់ហើយនិងជាការប្រើប្រាស់ច្បាប់ព្រៃមកឈ្លានពានលើទឹកដីកម្ពុជាទាំងស្រុងស្រស់តែម្ដងដែលផ្ទុយស្រឡះពីកិច្ចព្រមព្រៀង GBC ដែលកម្ពុជាថៃបានព្រមព្រៀងគ្នារួចហើយកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025នោះចឹងគឺថាថៃសញ្ញេនឹងដៃលុបនឹងជើងហើយប្របាក់ទុកចិត្តណាស់បងប្អូនប្រិយមិត្តជនជាតិមួយនេះអញ្ចឹងគឺថាបងប្អូនដែលនៅតែគ្រប់គ្រងតំណែងថៃឈប់ទៅពីព្រោះគេធ្វើសង្គ្រាមឈ្លានពានយើងហើយឥឡូវនេះធ្វើសង្គ្រាមព័ត៌មានដាក់កម្ពុជាទៀតដើម្បីអីគឺដើម្បីបង្កើតជាសង្គ្រាមវាយកទឹកដីកម្ពុជាបន្ថែមទៀតនឹងឯងអញ្ចឹងបើសិនបើគេធ្វើបាបយើងប៉ុណ្ណឹងហើយនៅតែគ្រប់គ្រងទៀតខ្ញុំអត់ដឹងថាម៉េចទេបងប្អូនប្រិយមិត្តអើយជួយបញ្ចេញមតិយោបល់បន្តិចមកពាក់ព័ន្ធទៅនឹងបញ្ហានេះថាតើយើងគួរតែគ្រប់គ្រងតំណែងថៃទៀតអត់បើវាធ្វើបាបយើងប៉ុណ្ណេះហើយណោះក្នុងនោះលោកណេតភក្ត្រាបង្ហាញផុសតាងច្បាស់ដើម្បីបកអាក្រាតព័ត៌មានคล้ายៗរបស់ថៃរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកណេតភក្ត្រាបានប្រើប្រាស់សំណួរលបងប្រាជ្ញាដើម្បីបកអាក្រាតល្បិចកលរបស់ភាគីថៃលោកបានចង្អុលបង្ហាញថាក្នុងរូបភាពដែលទាហានថៃឈរថតបង្អួតអាងនោះអក្សរនៅពីក្រោយខ្នងរបស់ពួកគេនោះបានសរសេរយ៉ាងច្បាស់ថាប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកផ្លូវ56លោកបានលើកជាសំណួរសួរថាតើអាគារដែលមានស្លាកឈ្មោះប៉ុស្តិ៍នគរបាលច្បាស់បែបនេះជាកាស៊ីណូមែនដែរឬទេនេះគឺជាសក្ខីភាពដែលមិនអាចប្រកែកបានថាយោធាថៃបាននឹងកំពុងផលិតបង្កើតព័ត៌មានคล้ายៗដើម្បីបិទបាំងពីអំពើឈ្លានពានរបស់ខ្លួននិងដើម្បីបំភាន់មតិសាធារណៈអន្តរជាតិនិងជាតិក្រោយពីទល់ច្រកនិងផុសតាងរឿងទីតាំងនេះដែរភាគីថៃតាមរយៈឧត្តមនាវាត្រីបរតរតនាគេបានព្យាយាមបង្វែរសាច់រឿងមកវាយប្រហារទៅលើប្រភេទអាវុធវិញថៃបានអះអាងថាខ្លួនបានរកឃើញមានប្រឆាំងមនុស្សនិងគ្រាប់កាំភ្លើងធំកែច្នៃដែលបំពានទៅលើអនុសញ្ញាអូតាវ៉ាថៃបានប្រើសម្ដីឌឺដងថាការដែលកម្ពុជាទាមទារអាវុធទាំងនោះមកវិញគឺស្មើនឹងសារភាពថាខ្លួនបានរក្សាទុកនៅអាវុធហាមឃាត់ពិតប្រាកដមែនប៉ុន្តែអ្នកវិភាគយោធាបានមើលឃើញថានេះគ្រាន់តែជាល្បិចដោះសារដើម្បីគេចវេះពីបទដែលកម្ពុជាចោទថាបានឆក់ប្លន់ប៉ុណ្ណោះការរក្សាទុកអាវុធនៅក្នុងប៉ុស្តិ៍នគរបាលការពារព្រំដែនវាគឺជាសិទ្ធិអធិបតេយ្យភាពក្នុងការការពារជាតិរបស់កម្ពុជាថៃគ្មានសិទ្ធិអីនឹងយកច្បាប់អន្តរជាតិមកធ្វើជាលេសឡើយកម្ពុជារក្សាទុកអាវុធនៅក្នុងប៉ុស្តិ៍នគរបាលការពារព្រំដែនរបស់ខ្លួនវាជាសិទ្ធិរបស់ខ្លួនដើម្បីការពារដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជានេះទេហើយថៃឯងមានសិទ្ធិអីនឹងចូលមកប្លន់យកអាវុធទាំងនោះសកម្មភាពរបស់យោធាថៃត្រូវបានកម្ពុជាចាត់ទុកថាជាចេតនាស្មោកគ្រោកដែលមានបំណងបង្កើនភាពតានតឹងនិងបំផ្លាញនៅបរិយាកាសសន្តិនិកដោយសន្តិវិធីការប្រើប្រាស់រូបភាពប៉ុស្តិ៍នគរបាលរបស់កម្ពុជារួចវាយត្រាថាជា fake news ជាព័ត៌មានคล้ายៗទៅលើសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួងមហាផ្ទៃកម្ពុជានេះគឺជាការប្រមាថដ៏ធ្ងន់ធ្ងរដល់កិត្តិយសជាតិរបស់កម្ពុជា
ព្រឹត្តិការណ៍នៅថ្ងៃទី6 ខែមករាឆ្នាំ2025នេះបានបង្ហាញឲ្យពិភពលោកមើលឃើញកាន់តែច្បាស់ថាថៃមិនត្រឹមតែឈ្លានពានដោយកម្លាំងបាយនោះទេប៉ុន្តែថែមទាំងឈ្លានពានដោយការប្រើពាក្យភូតកុហកទៅកាន់ពិភពលោកទៀតផងកម្ពុជាបានបង្ហាញជំហរយ៉ាងច្បាស់លាស់ថាយើងមិនត្រូវការអរិយភាពទេប៉ុន្តែយើងក៏មិនអនុញ្ញាតឲ្យនរណាម្នាក់មកប្លន់យកទ្រព្យសម្បត្តិនិងទឹកដីរបស់កម្ពុជារួចហើយចោទយើងថាជាអ្នកខុសនោះឡើយបាទអញ្ចឹងគឺថាថៃនេះគឺខូចណាស់បងប្អូនប្រិយមិត្តអក្សរនៅពីខាងក្រោយគេដាក់ថាប៉ុស្តិ៍នគរបាលការពារព្រំដែនរបស់កម្ពុជាច្បាស់ហើយបែរជាវីដេអូអធិប្បាយចុះផ្សាយចេញសេចក្តីថ្លែងការណ៍ថានៅក្នុងកាស៊ីណូទៅវិញយីពិតជាអត់យល់មែនហើយបងប្អូនជួយបញ្យល់តិចមើលបើបងប្អូនណាយល់ខ្ញុំអត់យល់សោះនេះបាទពាក់ព័ន្ធទៅនឹងការលួចឆក់ប្លន់ទ្រព្យសម្បត្តិរបស់កម្ពុជានេះដែរអ្នកនាំពាក្យកងទ័ពជើងទឹកថៃនោះគេចេញសេចក្តីប្រកាសថាគេនឹងប្រគល់ទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋកម្ពុជាវិញតែទាមទារឲ្យប្រជាពលរដ្ឋកម្ពុជាពេលដែលទៅយកទ្រព្យសម្បត្តិរបស់ខ្លួននេះត្រូវមានឯកសារច្បាស់លាស់ផងកងទ័ពជើងទឹកថៃតាមរយៈអ្នកនាំពាក្យឧត្តមនាវាទោបរតរតនានៅថ្ងៃទី5មករានេះបានចេញសេចក្តីថ្លែងការណ៍ការពារខ្លួននិងបានប្រកាសមិនគាំទ្រចំពោះសកម្មភាពណាមួយដែលរំលោភទៅលើសិទ្ធិរស់រានមានជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជាការប្រកាសនេះធ្វើឡើងក្រោយពីកងទ័ពថៃធ្វើសកម្មភាពដើរលួចសម្ភារៈប្រជាពលរដ្ឋកម្ពុជានៅតាមតំបន់ព្រំដែនមួយចំនួនជាពិសេសនៅភូមិព្រៃច័ន្ទភូមិជោគជ័យបឹងត្រកួននិងតំបន់នៅឯខេត្តពោធិ៍សាត់ជាដើមលោកបរតបានបន្ថែមថាប្រសិនបើកងទ័ពថៃរកឃើញទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ធានកម្ពុជាពលរដ្ឋកម្ពុជាឬក៏ជនជាតិផ្សេងទៀតនៅក្នុងតំបន់ប្រតិបត្តិការកងទ័ពថៃនឹងរក្សាទុកទ្រព្យសម្បត្តិទាំងនោះតាមនីតិវិធីទាំងរឹងដើម្បីសហការសងទៅម្ចាស់ដើមវិញឲ្យបានត្រឹមត្រូវបាទនេះគ្រាន់តែចលេះនិយាយឲ្យល្អមើលទេតាមពិតគឺថាតាមរយៈវីដេអូដែលបង្ហោះមកនោះគឺថាអូសប្បាយចិត្តណាស់ទាហានថៃនៅក្នុងការលួចយកទ្រព្យសម្បត្តិប្រជាជនស៊ីវិលរបស់កម្ពុជាសំបីតែប្រដាប់ក្របបាយនេះក៏វាលួចដែរមន់អាវទំនាប់អីហ្នឹងលួចទាំងអស់មិនត្រឹមតែរបស់របរមានតម្លៃតែអត់សូវមានតម្លៃហ្នឹងក៏វាលួចដែរហើយអ្នកនាំពាក្យកងទ័ពថៃចេញមកនេះនិយាយយកជាការទូទេនិយាយឲ្យតែល្អស្ដាប់ទេប៉ុន្តែសកម្មភាពដែលបានបង្ហាញមកនោះគឺថាពួកវានឹងលួចហើយលួចមែនតើហើយគ្មានយកទៅរក្សាអីណាទេគឺយកទីប្រយោជន៍ផ្ទាល់ខ្លួនជាលក្ខណៈបុគ្គលតែម្ដងប្រជាជនកម្ពុជាខំរទ្រព្យសម្បត្តិទាំងនោះពិបាកណាស់ហើយដល់ពេលមានសង្គ្រាមចោលលួចស្រួលអញ្ចឹងគឺវាពិតជាឈឺចុកចាប់ខ្លាំងមែនទែនបងប្អូនប្រិយមិត្តបាទអញ្ចឹងនេះគឺជាទង្វើខូខើបំផុតមកលើប្រជាជនស៊ីវិលកម្ពុជាពីសំណាក់យោធាចោលលោកបរតបានថ្លែងការពារខ្លួនថាកងទ័ពជើងទឹកថៃគោរពដល់ប្រជាជនគ្រប់ជាតិសាសន៍និងអនុវត្តទៅតាមច្បាប់អន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិបាទហ្នឹងហើយគោរពច្បាប់អន្តរជាតិច្បាប់មនុស្សធម៌អន្តរជាតិហើយគឺប្រើកម្លាំងឈ្លានពានទឹកដីកម្ពុជាផែនទីដែលចុះកិច្ចព្រមព្រៀងសញ្ញេទទួលស្គាល់ទាំងថៃទាំងអាណាព្យាបាលបារាំងហើយវាអត់យកមកប្រើទេវាយកអាផែនទីទំហំ1 លើ 50 ពាន់ដែលវាគូសតែឯងនោះវាអះអាងថានេះទឹកដីវាមិនមែនទឹកដីកម្ពុជាទេរួចហើយវាប្រើកម្លាំងដើម្បីឈ្លានពានកម្ពុជាបាទនេះគឺជាទង្វើអីទង្វើចោលផែនទីដែលព្រមព្រៀងគ្នារវាងកម្ពុជានិងសៀមមានហើយវាអត់យកទៅប្រើទេវាយកអាផែនទីដែលវាគូសឡើងដោយខ្លួនឯងຂະຫນាត1 លើ 50 ពាន់ដែលកម្ពុជាអត់ដឹងសោះអត់បានទទួលស្គាល់អត់បានសញ្ញេសោះវាយកទៅទាមទារអះអាងយកទៅប្រើអានេះហើយគឺជាដើមហេតុនៃចំនួនសង្គ្រាម5ថ្ងៃសង្គ្រាម20ថ្ងៃនេះឯងបងប្អូនប្រិមិត្តគឺដោយសារតែចៅវាប្រើផែនទីចៅដើម្បីអះអាងវាទីយកទឹកដីនឹងឯងហើយវាចេញមកអះអាងថាវានឹងអនុវត្តទៅតាមច្បាប់អន្តរជាតិបាទនេះគឺជារឿងកំប្លែងមួយដោយសារតែវាហួសចិត្តខ្លាំងពេកចំពោះម្ចាស់កម្មសិទ្ធិទ្រព្យសម្បត្តិទាំងនោះអាចតាក់ទងទៅអាជ្ញាធរថៃដែលពាក់ព័ន្ធទាំងអស់បានដើម្បីទាមទារទ្រព្យសម្បត្តិរបស់ខ្លួនត្រឡប់មកវិញប្រសិនបើប្រជាជនកម្ពុជាមានឯកសារនិងភស្តុតាងបញ្ជាក់ច្បាស់លាស់អំពីកម្មសិទ្ធិបាទអញ្ចឹងរកឯកសារភស្តុតាងមកពីណាបើរត់មកតែខ្លួនតាលីអូមិនបានយកមកផងនោះហើយទៅមានពេលវេលាឯណាទៅយកឯកសារនានាដែលបញ្ជាក់ពីកម្មសិទ្ធិបញ្ជាក់ថាខ្លួនជាម្ចាស់ក្នុងឯងនោះទុកនៅទូដៃណោះរត់ប្រះឲ្យយកតែខ្លួនមកតាលីអូមិនបានយកសកួរមកផងហ្នឹងហើយធ្វើម៉េចមានឯកសារបញ្ជាក់ច្បាស់លាស់ថាកម្មសិទ្ធិនោះបាទអញ្ចឹងយោធាថៃអះអាងនេះវាដើម្បីតែការពារខ្លួនដើម្បីប្រឡប់មតិសាធារណៈអន្តរជាតិប៉ុណ្ណោះបងប្អូនប្រិមិត្តបាទចុះតើបងប្អូនយល់យ៉ាងណាដែរចំពោះរឿងនេះដែរបើបងប្អូនចូលចិត្តវីដេអូនេះសូមចុច like ហើយនិង share ម្នាក់មួយផងដើម្បីលើកទឹកចិត្តអ្នកផលិត
អរគុណសម្រាប់ការទស្សនាខ្ញុំនឹងជួបបងប្អូនប្រិយមិត្តនៅវីដេអូបន្ទាប់